នៅឆ្នាំ2013មានព្រឹត្តិការណ៍ជាច្រើនបានកើតឡើងព្រឹត្តិការណ៍ខ្លះមានប្រជាពលរដ្ឋយកចិត្តទុកដាក់តាមដានច្រើនរីឯព្រឹត្តិការណ៍ខ្លះទៀតប្រជាពលរដ្ឋគ្រាន់តែតាមដាននៅពេលដែលកើតឡើងហើយក៏បំភ្លេចចោលក្រោយពេលស្ដាប់ឬអានរួចសម្រាប់ពលរដ្ឋខ្លះពួកគេមិនត្រឹមតែតាមដានស្ដាប់ឬក៏អានព្រឹត្តិការណ៍ទាំងនោះទេតែថែមទាំងបានចំណាយពេលវេលាបញ្ចេញទស្សនៈផ្ទាល់ខ្លួននិងចែករំលែកព័ត៌មានទាំងនោះឲ្យអ្នកដទៃបានអានឬស្ដាប់ទៀតផងតើប្រិយមិត្តអ្នកស្ដាប់និងអានព័ត៌មានរបស់វិទ្យុអាស៊ីសេរីក្នុងឆ្នាំ2013បានចាប់អារម្មណ៍ខ្លាំងលើរឿងអ្វីខ្លះលោកយាងសុជាមេតានឹងជ្រើសរើសយកព្រឹត្តិការណ៍និងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីមួយចំនួនក្នុងឆ្នាំ2013ដែលមានប្រិយមិត្តស្ដាប់ច្រើនអានច្រើននិងផ្ដល់យោបល់ច្រើនបំផុតមករៀបរាប់ជូនអ្នកស្ដាប់ដូចតទៅព្រឹត្តិការណ៍ដែលប្រិយមិត្តអ្នកស្ដាប់វិទ្យុអាស៊ីសេរីចាប់អារម្មណ៍ខ្លាំងដំបូងគេនោះគឺព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី5ក្នុងនោះរួមមានព័ត៌មានអំពីការព្រមានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនថាកម្ពុជានឹងមានសង្គ្រាមផ្ទៃក្នុងបើបកប្រឆាំងឈ្នះឆ្នោតព័ត៌មានអំពីការស្លាប់របស់ពលរដ្ឋម្នាក់នៅស្គលស្ពានអាកាសក្បាលថ្នល់និងព័ត៌មានពីអង្គការ Confrel អំពីវិនិយោគរដ្ឋាភិបាលរៀបចំការបោះឆ្នោតឡើងវិញលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីខែមេសាឆ្នាំ2013បានព្រមានថាការបោះឆ្នោតឲ្យគណៈបក្សសង្គ្រោះជាតិឈ្នះឆ្នោតនៅខែកក្កដានឹងបង្កឲ្យកម្ពុជាផ្ទុះសង្គ្រាមផ្ទៃក្នុងនិងបង្កឲ្យមានសង្គ្រាមជាមួយប្រទេសជិតខាងរបស់កម្ពុជាលោកហ៊ុនសែនក៏បានប្រកាសទៀតថាប្រសិនបើលោកចាញ់ឆ្នោតមែននោះលោកនឹងមិនឲ្យគេចាប់ខ្លួនយកទៅកាត់ទោសស្រួលៗនោះទេលោកនាយករដ្ឋមន្ត្រីហ៊ុនសែនថ្លែងបែបនេះបន្ទាប់ពីប្រធានគណៈបក្សសង្គ្រោះជាតិដែលនៅកាលនោះនៅក្រៅប្រទេសនៅឡើយបានថ្លែងថាលោកនឹងចាប់អតីតមេដឹកនាំខ្មែរក្រហមក្នុងពេលបច្ចុប្បន្នទាំងអស់យកទៅកាត់ទោសនៅពេលគណៈបក្សសង្គ្រោះជាតិឈ្នះឆ្នោតព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោតដែលមានអ្នកស្ដាប់បញ្ចេញទស្សនៈច្រើនដែរនោះគឺការស្លាប់របស់ពលរដ្ឋម្នាក់នៅគល់ស្ពានអាកាសក្បាលថ្នល់កាលពីខែកញ្ញាចំថ្ងៃបាតកម្មគណៈបក្សសង្គ្រោះជាតិតែមកទល់ពេលនេះជនល្មើសមិនទាន់ត្រូវបានចាប់បញ្ជូនខ្លួនទៅកាន់តុលាការនៅឡើយរឿងបោះឆ្នោតនេះដដែលតែតាក់ទងនឹងការអំពាវនាវរបស់អង្គការ Confrel ឲ្យរដ្ឋាភិបាលបោះឆ្នោតឡើងវិញការអំពាវនាវកាលពីពេលថ្មីៗនេះធ្វើឡើងបន្ទាប់ពីស្ថាប័នមួយនេះបានរកឃើញភាពមិនប្រក្រតីជាច្រើនក្នុងការបោះឆ្នោតកន្លងមកការអំពាវនាវនេះក៏ធ្វើឡើងស្របពេលដែលគណៈបក្សសង្គ្រោះជាតិបានដឹកនាំអ្នកគាំទ្ររបស់ខ្លួនធ្វើបាតកម្មជារៀងរាល់ថ្ងៃដើម្បីទាមទាររដ្ឋាភិបាលរៀបចំការបោះឆ្នោតឡើងវិញនិងឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចុះចេញពីតំណែងចំពោះរឿងនយោបាយវិញដំណើរវិលត្រឡប់ចូលស្រុករបស់លោកសំរងស៊ីប្រធានគណៈបក្សសង្គ្រោះជាតិជាព្រឹត្តិការណ៍ដែលប្រិយមិត្តចាប់អារម្មណ៍ច្រើនលោកសំរងស៊ីវិលត្រឡប់ចូលកម្ពុជាវិញនៅខែកក្កដាបន្ទាប់ពីបាននិរទេសខ្លួនឯងនៅក្រៅប្រទេសជាង4ឆ្នាំរួចមកនិងបន្ទាប់ពីព្រះមហាក្សត្របានប្រទានការលើកលែងទោសឲ្យលោកតាមការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនលោកត្រូវបានតុលាការកាត់ទោសឲ្យជាប់គុកសរុប12ឆ្នាំពាក់ព័ន្ធនឹងក្តីក្តាមដកតម្រុយបង្គោលព្រំដែននៅព្រំដែនកម្ពុជាវៀតណាមខេត្តស្វាយរៀងបញ្ហានយោបាយនេះដដែលតែតាក់ទងនឹងរឿងរដ្ឋាភិបាលឯកបករបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបង្កើតគណៈរដ្ឋមន្ត្រីដែលគេយល់ថាមានក្បាលធំជាងខ្លួនអត្ថបទព័ត៌មានបានសរសេរថាបើប្រៀបធៀបទៅនឹងប្រទេសក្នុងតំបន់អាស៊ីកម្ពុជាជាប្រទេសមួយដែលដឹកនាំដោយរដ្ឋាភិបាលក្បាលធំប៉ុន្តែមានមាឌតូចអាចនិយាយម្យ៉ាងទៀតថាកម្ពុជាតូចមែនពិតតែសម្បូរទៅដោយអ្នកដឹកនាំដែលមិនសូវឃើញចូលនិវត្តន៍សោះបើទោះជាដល់អាយុហើយក្តីអត្ថបទដដែលបន្តថាទំហំនៃសមាជិករដ្ឋសភាកម្ពុជាអាណត្តិទី5ដែលកើតចេញពីការបោះឆ្នោតដ៏ចម្រូងចម្រាសក្នុងឆ្នាំ2013នេះកាន់តែរីកធំឡើងបើប្រៀបធៀបទៅនឹងប្រទេសចិននិងប្រទេសថៃដែលមានប្រជាជនច្រើនជាងកម្ពុជាឆ្ងាយនោះគណៈរដ្ឋមន្ត្រីកម្ពុជាមានសមាជិកច្រើនជាងប្រទេសទាំងពីរនេះឆ្ងាយណាស់ងាកមកមើលព្រឹត្តិការណ៍សង្គមវិញម្ដងព្រឹត្តិការណ៍ដែលប្រិយមិត្តចូលរួមបញ្ចេញទស្សនៈច្រើនមានដូចជាព័ត៌មានតាក់ទងនឹងនិស្សិតខ្មែរមួយក្រុមស្នើឲ្យលុបចោលតំណាងពិសេសអង្គការសហជីវជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានៅក្នុងដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជាកាលពីខែឧសភាឆ្នាំ2013តំណាងពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកសូរយ៉ាស៊ូបេឌីត្រូវបាននិស្សិតខ្មែរមួយក្រុមចូលរួមក្នុងសិក្ខាសាលាមួយនៅសាកលវិទ្យាល័យមេគង្គកម្ពុជាបានក្រោកឡើងលើកបដាតវ៉ាមិនស្វាគមន៍ចំពោះវត្តមានរបស់លោកនៅកម្ពុជាក្រុមនិស្សិតទាំងនោះបានចោទប្រកាន់លោកស៊ូបេឌីថាបានសរសេររបាយការណ៍អវិជ្ជមានអំពីកម្ពុជាព្រឹត្តិការណ៍សង្គមមួយទៀតដែលមានគេបញ្ចេញទស្សនៈច្រើនដែរនោះគឺករណីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ស្នើឲ្យរដ្ឋាភិបាលកម្ពុជាបើកការស៊ើបអង្កេតលើករណីគ្រោះថ្នាក់ចរាចរណ៍ពាក់ព័ន្ធនឹងរថយន្តរបស់លោកជាមយាបនៅស្រុកគៀនស្វាយខេត្តកណ្ដាលស្ថាប័នសិទ្ធិមនុស្សអន្តរជាតិមួយនេះបានលើកឡើងថាលោកជាមយាបអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល3ឆ្នាំពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះក្រៅពីនេះការទាមទារដំឡើងប្រាក់ខែគោលរបស់កម្មករកាត់ដេរ$160ក្នុងមួយខែក៏ត្រូវបានប្រិយមិត្តចូលរួមបញ្ចេញទស្សនៈជាច្រើន
ក្រឡេកមកមើលទំនាក់ទំនងការបរទេសវិញព្រឹត្តិការណ៍ដែលធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងនោះគឺដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនទៅប្រទេសវៀតណាមកាលពីពេលថ្មីៗនេះទស្សនកិច្ចនេះគឺតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោកវៀនតាន់យុងនិងស្របពេលដែលគណៈបពប្រឆាំងកំពុងធ្វើបាតកម្មទាមទារឲ្យមានការបោះឆ្នោតឡើងវិញនិងឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចុះចេញពីតំណែងដំណើរទស្សនកិច្ចរបស់លោកហ៊ុនសែនទៅវៀតណាមពេលនេះត្រូវបានពួកប្រឆាំងគិតថាដើម្បីស្វែងរកគំនិតពីមេដឹកនាំវៀតណាមក្នុងដំណើរទស្សនកិច្ចនោះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានធ្វើសន្ទរកថាជាភាសាវៀតណាមរំលឹកពីអនុស្សាវរីយ៍របស់លោកជាមួយអតីតកងទ័ពវៀតណាមទៀតផងបើទោះជាប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្លាំងពីព្រឹត្តិការណ៍នយោបាយការបោះឆ្នោតនិងព្រឹត្តិការណ៍សង្គមក្តៅៗដែលបានកើតឡើងជាហូរហែក្តីបញ្ហាក្តីក្តាំប្រាសាទព្រះវិហារក៏នៅតែជាព្រឹត្តិការណ៍សំខាន់មួយដែលប្រិយមិត្តជាច្រើនបានចូលរួមបង្ហាញទស្សនៈនិងចែករំលែកចំណេះដឹងរបស់ពួកគេបែរមកមើលវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីវិញម្ដងក្នុងឆ្នាំ2013វេទិកាអ្នកស្ដាប់ដែលមានគេចាប់អារម្មណ៍ខ្លាំងជាងគេនោះគឺការពិភាក្សាលើប្រធានបទស្ដីពីនីតិវិធីនៃកិច្ចប្រជុំសភាក្រោយការប្រកាសលទ្ធផលបោះឆ្នោតកិច្ចពិភាក្សាលើប្រធានបទនេះត្រូវបានធ្វើឡើងនៅដើមខែសីហាឆ្នាំ2013ដែលមានមន្ត្រីជាន់ខ្ពស់គណៈបកប្រជាជនកម្ពុជាលោកឈៀងវុននិងមន្ត្រីជាន់ខ្ពស់គណៈបកសង្គ្រោះជាតិលោកសុនឆៃជាវាគ្មិននិងមានលោកជុនច័ន្ទបុតជាអ្នកសម្របសម្រួលនៅក្នុងកិច្ចពិភាក្សានោះអ្នកនយោបាយទាំងពីរបានព្យាយាមវែកញែករកត្រូវរៀងៗខ្លួនអំពីថាតើការមិនចូលរួមប្រជុំសភាលើកដំបូងរបស់គណៈបកសង្គ្រោះជាតិអាចជាឧបសគ្គធ្វើឲ្យសភាគ្មានសុពលភាពឬទេលោកឈៀនវុននៅពេលនោះបានបកស្រាយថាការមិនចូលរួមរបស់គណៈបកសង្គ្រោះជាតិនឹងមិនមែនជាការរាំងស្ទះដល់ដំណើរការបើកសភានិងបង្កើតរដ្ឋាភិបាលថ្មីនោះទេសូមជម្រាបថាករណីរបៀបនេះយើងបានឆ្លងកាត់រួចហើយនៅក្នុងសភាអាណត្តិទី4ហើយរឿងដដែលនេះគឺលើកមកដាក់នៅលើតុម្ដងទៀតនៅអាណត្តិទី5នេះបាទហើយខ្ញុំគិតថានេះជារឿងមួយគួរឲ្យសោកស្ដាយព្រោះថាយើងខាតពេលវេលាច្រើនណាស់ដោយសាររឿងនេះខ្ញុំបង្ហាញរូបថតតែខ្លីទេបើសិនជាអាចថតបានខ្ញុំសូមអោបសើថាគួរតែយកទៅផ្សាយដែរនេះជារូបថតដែលប្រកាសសភាអាណត្តិទី4បាទនេះអាណត្តិទី4ឯកឧត្តមសំរងស៊ីគាត់អង្គុយនេះពាក់អាវខ្មៅឯកឧត្តមសុនឆៃគាត់អង្គុយនៅនេះពាក់អាវខ្មៅហើយសិតតែសមាជិកគណៈបកនេះគណៈបកសំរងស៊ីចង់ភ្លេចឈ្មោះគណៈបកនេះឯកឧត្តមហ៊ូវ៉ាន់ក៏គាត់អង្គុយនឹងដែរអាវមិនមែនអាវកលកុតដែរព្រោះអាវរែកក្រមុំសិតអាវកលកុតទាំងអស់បាទគេថាម៉េចបានគេថាបញ្ហានេះវាកើតឡើងរួចហើយបាទហើយគេដោះស្រាយបានរួចហើយអាណត្តិទី4ចិត្តចាប់ទៅទៀតហើយអញ្ចឹងយើងសួរថារាំងស្ទះទេថាអត់ទេព្រោះនៅក្នុងអាណត្តិទី4នេះអ្នកដែលចូលរួមប្រជុំមានតែ119នាក់ទេព្រោះសមាជិកសភាមកពីគណៈបក្សសិទ្ធិមនុស្ស3រូបមិនបានចូលរួមប្រជុំទេហើយសមាជិកសភាម្នាក់ទៀតឈឺស្កាត់ចឹងហើយមានតែ119រូបហើយបើយើងលើកថាទោះតែ120រូបបានដំណើរការបានគេថាសភាអាណត្តិទី4នោះខុសទាំងអស់ហ្មងដើរលើកាតែសម្រាប់លោកសុនឆៃវិញលោកបានបកស្រាយថាជាគោលការណ៍ដំណើរការរដ្ឋសភាក្តីនិងដំណើរការផ្សេងទៀតដែលរដ្ឋសភាធ្វើសេចក្តីសម្រេចចិត្តក្តីគឺมันអាចជៀសផុតពីច្បាប់រដ្ឋធម្មនុញ្ញបាននោះទេមាត្រា76នៃរដ្ឋធម្មនុញ្ញបានចែងថារដ្ឋសភាមានសមាជិករបស់ខ្លួនយ៉ាងតិច120រូបហើយករណីហ្នឹងវាមានបញ្ហាកន្លងទៅទើបបានជាមានការសួរនាំទៅក្រុមប្រឹក្សាធម្មនុញ្ញហើយក្រុមប្រឹក្សាធម្មនុញ្ញក្នុងថ្ងៃទី14ខែកក្កដាឆ្នាំ2003នោះក៏បានធ្វើសេចក្តីសម្រេចរបស់ខ្លួនមួយបានបញ្យល់មករដ្ឋសភាវិញយ៉ាងច្បាស់អានេះយើងនិយាយអំពីការគោរពច្បាប់ការអនុវត្តច្បាប់និងការបំពានច្បាប់រឿងវាពីរខុសគ្នាបើយើងនិយាយអំពីការគោរពច្បាប់វាមាននីតិវិធីវាបែបហ្នឹងហើយក្រុមប្រឹក្សាធម្មនុញ្ញបានចែងចឹងគាត់បញ្យល់មកវិញថាយោងទៅតាមមាត្រា76នៃរដ្ឋធម្មនុញ្ញគឺមានន័យយ៉ាងដូចនេះថារដ្ឋសភាមានសមាជិកជាតំណាងរាស្ត្រយ៉ាងតិច120រូបបានន័យថាយ៉ាងតិចណាស់ត្រូវមានសមាជិកជាតំណាងរាស្ត្រចំនួន120រូបទើបអាចបង្កើតរដ្ឋសភាក្នុងនីតិកាលនីមួយៗបានការពិភាក្សាចេះតែបន្តខ្វែងគំនិតគ្នាហើយវាគ្មិនទាំងពីរក៏ចេះតែតឹងសរសៃកដាក់គ្នាព្រមទាំងនិយាយឌឺដងដាក់គ្នាទៀតផងក្រោយការបកស្រាយរបស់លោកសុនឆៃអ្នកសម្របសម្រួលបានអានច្បាប់ទាក់ទងចំនួនសមាជិកសភាសរុបក្នុងថ្ងៃប្រជុំសភាដំបូងតែអានមិនទាន់ចប់សពគ្រប់ផងស្រាប់តែលោកឈៀងវុនបានសុំពេលដើម្បីបកស្រាយម្ដងក្នុងករណីខាងលើនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវធ្វើការបែងចែកជនវត្តអត់ទេស្រាប់ខ្ញុំចាំឯកឧត្តមជនវត្តឯកឧត្តមលោកជនវត្តមិញហ្នឹងឲ្យឯកឧត្តមហ៊ុនឆៃគាត់និយាយអស់សាច់អស់ឯកអនុមកនិយាយចំគួរតែឲ្យខ្ញុំនិយាយដែរហើយឥឡូវណាជនវត្តឯងមកនិយាយបន្ថែមទៅលើបានន័យថាសម្លេងពីរស្គាត់សម្លេងមួយដល់ចានេះអានេះយោបល់ខ្ញុំទេណាបើខ្ញុំយល់ថាការធ្វើនៃរបៀបហ្នឹងមិនមែនការបង្ហាញលទ្ធិប្រជាធិបតេយ្យឲ្យជាបរិបទរៀនសូត្រទេវិទ្យុស៊ីស្រីទៅគិតឡើងវិញ
ដាមនេះជានីតិសូមអាដាមលើកខ្ញុំកំពុងតែបន្តការស្រាយរបស់បាទអាដាមសូមតែសូមបិទម៉ៃរបស់គាត់ផងចាំខ្ញុំអនុញ្ញាតឲ្យគាត់និយាយចាំបានខ្ញុំសូមអានតទៀតសូមទោសដែលគាត់បានមកកាត់ខ្ញុំបាទបន្ទាប់មកទៀតនៅពេលអ្នកសម្របសម្រួលនិយាយអំពីនីតិវិធីតាក់ទងក្តីក្តាំប្រាសាទព្រះវិហារដែលរដ្ឋាភិបាលកម្ពុជាបានស្នើទៅតុលាការយុត្តិធម៌អន្តរជាតិបកស្រាយភាពមន្ទិលសង្ស័យសាលក្រមឆ្នាំ1962ដើម្បីប្រៀបធៀបទៅនឹងបញ្ហាកំពុងពិភាក្សានោះលោកឈៀងវុនក៏បានតវ៉ាម្ដងទៀតនៅពេលដែលមានចំនួនរវាងប្រទេសកម្ពុជានិងថៃយើងបានប្តឹងទៅតុលាការក្រុងឡាអេដើម្បីឲ្យបកស្រាយសាលក្រមឆ្នាំ1963ដូច្នេះនៅពេលដែលយើងមានបញ្ហាយើងមិនបានអនុញ្ញាតឲ្យភាគីដែលពាក់ព័ន្ធនៅក្នុងរឿងនេះយើងបានបកស្រាយទេអាដាមខ្ញុំសូមយើងច្បាស់ឲ្យកុំនិយាយហួសពីនឹងខាត់ពេលរបស់យើងមិនខាត់ពេលអាដាមខ្ញុំជាអ្នកគ្រប់គ្រងកម្មវិធីអាដាមទីនេះមិនមែនរដ្ឋសភាអាដាមសុំទោសអាដាមយើងបានសូមបិទសម្លេងគាត់បាទព្រមជាមួយគ្នាអាដាមខ្ញុំកំពុងតែដឹកនាំកម្មវិធីពិភាក្សានេះខ្ញុំយាងសុជាមេតាវុទ្ធុអាស៊ីសេរីភ្នំពេញ